នេះយើងនិយាយគ្នាពីជំងឺមួយទៀតដែលតាក់ទងជាមួយនឹងប្រព័ន្ធរំលាយអាហារជាមួយនឹងជំងឺដែលគេហៅថាការច្រាលអាស៊ីតកាពះដែលភាសាអង់គ្លេសហៅថា acid reflux ឬក៏មួយទៀតហៅថា GERD នៃវាតែមួយទេដោយយើងគេដាក់រូបភាពមកឲ្យយើងមើលត្រង់ខាងលើនៃកាពះហ្នឹងគឺវាមានសាច់ដុំខ្ជិបមួយគេហៅថា Francia ហើយខាងលើនៃ Francia នេះគេហៅថាបំពង់អាហារហើយត្រង់កន្លែង Francia ហ្នឹងឯងកន្លែងសាច់ដុំខ្ជិបហ្នឹងគេហៅថាកកាពះហើយត្រង់រូបនេះគេហៅថារូបរបស់កាពះហ្នឹងឯងកាពះរបស់យើងហ្នឹងឯងអញ្ចឹងនៅត្រង់នេះគេហៅថាជំងឺដែលគេបញ្យល់អំពីអាស៊ីតកាពះយន្តការនៃការច្រាលហ្នឹងគឺច្រាលយ៉ាងម៉េចអញ្ចឹងនៅពេលដែលយើងហូបអាហារហើយហូបមិនថាជាស្អីទេនៅពេលដែលយើងហូបភ្លាមហូបឆ្អែតភ្លាមហើយទៅសម្រាកភ្លាមទៅគេងភ្លាមអញ្ចឹងពេលនោះពេលដែលយើងហូបឆ្អែតនោះកាពះវាត្រូវបញ្ចេញនៅរសរបស់កាពះគេហៅថាអាស៊ីតរបស់កាពះហ្នឹងដើម្បីមករំលាយអាហារប៉ុន្តែនៅពេលដែលយើងសម្រាករាបស្មើដេករាបស្មើពេលនោះវាអាចមានការច្រាលអាស៊ីតមកខាងលើកាពះទៅឆ្លងកាត់ហ្វ្រាំងតែឆ្លងកាត់កកាពះហ្នឹងទៅខាងលើកកាពះទៅបំពង់អាហារអញ្ចឹងអាស៊ីតកាពះហ្នឹងគឺវាមានឥទ្ធិពលធ្វើឲ្យកាហាយផ្សានៅពេលណាដែលអាស៊ីតនោះវាបានទៅដល់ត្រង់កន្លែងណាដែលអាស៊ីតទៅដល់ឧទាហរណ៍ថាការច្រាលអាស៊ីតកាពះមានន័យថាច្រាលពីកាពះទៅបំពង់អាហារផ្នែកខាងលើពេលនោះវានឹងបង្កឲ្យមានការរលាកនៅតាមបំពង់អាហារពិសេសនឹងកកាពះតែម្ដងបើសិនជាទឹកការច្រាលអាស៊ីតកាពះហ្នឹងវាឆ្លងកាត់តាមហ្វ្រាំងតែឬក៏សាច់ដុំកឬក៏សាច់ដុំខ្ជិបនៃកាពះហ្នឹងរបស់កាពះរបស់យើងហ្នឹងអញ្ចឹងវាធ្វើឲ្យរលាកនៅសាច់ដុំខ្ជិបសាច់ដុំនៅលើកកាពះហ្នឹងឯងពេលនោះវានឹងឲ្យសាច់ដុំនៃកកាពះរបស់យើងបិទអត់ចិត្តទេវាចំហហើយក៏វារលាកផ្នែកនៃបំពង់អាហារដូចគ្នាបំពង់អាហារបំពង់នាំអាហារចូលតាមមាត់តាមរយៈបំពង់អាហារចូលក្នុងកាពះហ្នឹងឯងអញ្ចឹងសួរថានៅពេលដែលវាច្រាលមកខាងលើវាមានរឿងអីកើតឡើងគឺវារលាកនៅតាមបណ្ដោយនៃបំពង់អាហាររួមទាំងសាច់ដុំខ្ជិបឬក៏កកាពះហ្នឹងដែរបើសិនជាអាស៊ីតកាពះហ្នឹងវាលេចមកខាងក្រោមវិញក៏វាធ្វើឲ្យរលាកនៅដើមពោះវៀនតូចផ្នែកខាងចុងនៃគូតកាពះផ្នែកខាងចុងនៃគូតកាពះក៏មានសាច់ដុំខ្ជិបគេហៅថាដូចខាងលើដែរដូចខាងលើគឺមានសាច់ដុំខ្ជិបខាងផ្នែកខាងលើគេហៅថាហ្វ្រាំងតែខាងក្រោមគេហៅថាពីឡូអញ្ចឹងក៏វាអាចរលាកទាំងលើទាំងក្រោមដែលមានរោគសញ្ញាដែលឲ្យយើងកាហាយផ្សាផ្នែកចុងដង្ហើមផ្នែកទ្រូងហ្នឹងហើយក៏ធ្វើឲ្យយើងមានវិបត្តិរំលាយពិបាករំលាយអាហារដូចគ្នានឹងមានការឈឺកាពះដោយសារតែការច្រាលអាស៊ីតកាពះនេះគឺជាយន្តការនៃការច្រាលអាស៊ីតកាពះបើសិនច្រាលទៅលើពេលនោះវានឹងរលាកផ្នែកខាងលើគឺបំពង់អាហារបើសិនជាវាលេចមកខាងក្រោមវានឹងរលាកនៅខាងដើមនៃពោះវៀនតូចខាងចុងនៃគូតកាពះហ្នឹងឯង
ចឹងរោគសញ្ញានៃការច្រាលហ្នឹងគឺមានការកាហាយផ្សានៅចុងដង្ហើមនៅដើមទ្រូងយើងហ្នឹងហើយវាធ្វើឲ្យឈឺកាពះផងដែរហើយពិបាកក្នុងការរំលាយអាហារឈឺផ្សានៅចន្លោះsternum មកយើងហ្នឹងហើយការឈឺទ្រូងនេះវាមិនមែនជាជំងឺដែលតាក់ទងទៅនឹងបេះដូងទេប៉ុន្តែវាជាការច្រាលនៅអាស៊ីតកាពះដែលធ្វើឲ្យរលាកនៅបំពង់អាហារដែលមានអាការៈធ្វើឲ្យ heart burn មានន័យថាក្រហាយផ្សានៅដើមទ្រូងហ្នឹងឯងនៅចុងដង្ហើមហើយក៏ឲ្យចង្អោរឬក៏ឲ្យមានការឈឺនៅបំពង់កអញ្ចឹងអាស៊ីតកាពះហ្នឹងកាលណាតែវាច្រាលមកខាងលើវាមិនត្រឹមតែលាកបំពង់អាហារនោះទេនៅពេលដែលយើងសម្រាកហូបឆ្អែតភ្លាមយើងទៅសម្រាកភ្លាមអញ្ចឹងវាអាចច្រាលវាមិនត្រឹមតែលាកនៅបំពង់អាហារវាអាចលាកដល់បំពង់កដូចគ្នាហ្នឹងវាធ្វើឲ្យយើងឈឺកដោយសារតែអាស៊ីតកាពះវាកាត់ហ្នឹងហើយវិធីសាស្ត្រក្នុងការដោះស្រាយគឺយើងហូបអាហារភ្លាមយើងកុំអាលសម្រាកភ្លាមយ៉ាងហើយក៏បានកន្លះម៉ោងសុំយើងសម្រាកព្រោះក្នុងពេលដែលយើងហូបឆ្អែតយើងកាពះវាត្រូវទៅការដំណើរការបញ្ចេញរសនៅអាស៊ីតកាពះដើម្បីរំលាយអាហារអញ្ចឹងក្នុងពេលកន្លះម៉ោងនេះយើងកន្លះម៉ោងដំបូងនៅពេលដែលយើងហូបឆ្អែតយើងគួរកុំអាលសម្រាកនៅវិធីទី1ទី2យើងកុំហូបបាយភ្លាមយើងកុំហូបទឹកភ្លាមព្រោះកាលណាយើងហូបទឹកក្នុងពេលដែលយើងហូបឆ្អែតហ្នឹងអាស៊ីតវាចេញរសកាពះមករសអាស៊ីតកាពះមកយើងហូបទឹកភ្លាមនៅពេលនោះវានឹងបន្សាបទឹកហ្នឹងវាបន្សាបអាស៊ីតកាពះអញ្ចឹងជាហេតុដែលនាំឲ្យកាពះនេះវាបញ្ចេញរសអាស៊ីត1/2 ឬជា3ពេលនោះយើងនឹងមានបញ្ហារោគសញ្ញានៃការច្រាលអាស៊ីតកើតឡើងដោយសារតែកាពះហ្នឹងវាបញ្ចេញរសអាស៊ីតខ្លាំងច្រើនលើសលប់ឬក៏យើងអាចប្រើប្រាស់ថ្នាំពពុះអង់តាស៊ីតតាក់ទងជាមួយនឹងថ្នាំបន្សាបអាស៊ីតកាពះភ្លាមក្រុមថ្នាំដូចជានៅក្នុងទីផ្សាររបស់យើងដែលអសរស្ថានមានដូចជាស្មិចដូចជាកូនីម៉ាកឬក៏ភីម៉ាកឬក៏ក្រុមថ្នាំផ្សេងទៀតថ្នាំផូស្វ៉ាឡូជែលអីហ្នឹងសិតតែជាថ្នាំសម្រាប់ព្យាបាលរោគសញ្ញាបន្សាបនៅការច្រាលអាស៊ីតកាពះភ្លាម